បើដែលក្បាលវីដេអូរបស់យើងមកគឺយើងក៏បានឃើញបរិះពីរនាក់កំពុងតែប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅហើយបរិះម្នាក់កំាប់នោះក៏បានដាក់បរិះម្នាក់នោះដោយប្រើធម្មពលគាត់ផ្ទុះយ៉ាងពេញនឹងតែម្ដងហើយក៏បានបរិះម្នាក់នោះបញ្ចេញធម្មពលមកបង្កើតជាសត្វនាគហើយក៏នៅតែគ្មានគីឡូជាមួយនឹងបរិះកំាប់នោះដែរបរិះកំាប់ដាក់គាត់មកទៅវងធ្លាក់ទៅផ្ទុះធម្មពលពេញនឹងតែម្ដងហើយក៏មានពន្លឺអ្វីមួយទេធ្លាក់មកផ្ទុះទាំងតែម្ដងនេះគឺជាតួឯកប្រុសរបស់យើងនឹងឯងដែលមានឈ្មោះថាយីហ្វាងមុននឹងគាត់ឆ្លងមកដល់ភពអ្នកដាំដោះឬក៏គេហៅថាអ្នកហាត់វេទមន្តហ្នឹងគាត់កំពុងតែលេងហ្គេមសុកនោះទេបន្ទាប់ពីគាត់លេងហ្គេមចប់មកគាត់ក៏បានឆ្លងភពតែម្ដងហើយក៏មានអារក្សមួយក៏សួរគាត់ថាគាត់មានលុយឬក៏មានអ្វីផ្សេងទេក៏អាចទិញពីខ្ញុំបានដែរបើគាត់អត់មានលុយនោះទេគាត់ក៏អាចខ្ចីបានដែរហើយក៏បានចោលកន្លែងនេះថាវាក៏អាចហាត់ក្បាច់គុណព្រះឬក៏ក្បាច់គុណដៅព្រះក៏មានអាសូរផ្សេងទៀតផងដែរហើយអារក្សម្នាក់នោះក៏មិនចង់និយាយច្រើនដែរហើយក៏ចាក់កំពីក្បាច់គុណនឹងចូលខ្លួនយីហ្វាងយើងតែម្ដងហើយគេក៏បាននិយាយទៀតថាពេលនេះឯងអាចទៅបានហើយគាត់ក៏បានដោះសក់ពណ៌លឿងនិងពណ៌ខ្មៅម្ដុំផងដែរហើយរ៉េម្នាក់នោះក៏បានបកគោភូមិគ្រឹះឲ្យយីហ្វាងយើងមួយផងដែរហើយយីហ្វាងយើងក៏បានសប្បាយចិត្តជាខ្លាំងហើយវាក៏អត់សូវយកពីការដាំដោះធម្មពលនឹងដែរហើយពេលនោះក៏មានរ៉ូបតមួយក៏បានមកតេស្តខាងកម្លាំងវិញ្ញាណរបស់យីហ្វាងយើងហើយវាដឹងថាយីហ្វាងយើងមិនបង្កែពីខាងវិញ្ញាណនឹងទេហើយយីហ្វាងយើងពិតជាខូចចិត្តខ្លាំងមែនទែនហើយរ៉េនោះប្រាប់គាត់ថាកុំអាខូចចិត្តពេកឯងនៅហាត់បានតាហើយវាប្រាប់ប៉ុណ្ណឹងហើយវាក៏ទៅបាត់ទៅហើយយីហ្វាងយើងពិតជាបាក់ចិត្តខ្លាំងមែនទែនហើយគាត់ក៏បានពិបាកចិត្តផងដែរអស់រយៈពេលប្រហែលឆ្នាំកន្លងផុតទៅយីហ្វានក៏បានបង្ហាញកន្លែងរស់នៅរបស់គាត់ហើយគាត់ក៏បានបង្កើតនៅកំបិតមួយផងដែរគាត់មានកូនសិស្សម្នាក់ឈ្មោះសងឆេងហើយសងឆេងប្រាប់គាត់ថានិកាយរបស់យើងបានដាច់បាយអស់ប្រហែលថ្ងៃហើយយីហ្វានរបស់យើងក៏មិនខ្វល់ដែរគាត់ថានេះគឺជាជំហានដំបូងនៃការវឹកហាត់របស់យើងក៏មានក្មេងស្រីម្នាក់ចាប់អារម្មណ៍នឹងសៀវភៅដែលយីហ្វានរបស់យើងដាក់លក់ជាខ្លាំងក្មេងស្រីម្នាក់ហ្នឹងក៏និយាយទៅកញ្ញាម្នាក់ដែលមានឈ្មោះថាលូឡាំងស៊ូនារីម្នាក់ហ្នឹងមកពីនិកាយពណ៌បៃតងឬគេហៅថានិកាយឈិនសាហើយយីហ្វានរបស់យើងក៏បញ្ចុះបញ្ចូលក្មេងស្រីម្នាក់នោះឲ្យជួយទិញសៀវភៅគាត់មើលទៅលូឡាំងស៊ូគាត់មិនសូវជាចាប់អារម្មណ៍ជាមួយនឹងយីហ្វានរបស់យើងប្រហែលទេយីហ្វានក៏បានប្រាប់ទៅនាងខ្ញុំដឹងថានាងគឺជាអ្នកវឹកហាត់តែការវឹកហាត់ក៏ត្រូវតែអានសៀវភៅផងដែរមើលទៅលូឡាំងស៊ូគាត់មិនចោលប្រមាណទេនៅពេលនោះក្មេងស្រីម្នាក់នោះក៏បានខឹងហើយក៏បានប្រើតម្រងទី2ម៉ែអើយឡើងប្រពន្ធយៈតែម្ដងដោយសារមិនចង់ឲ្យក្មេងស្រីម្នាក់នោះខឹងនាងក៏បានទិញសៀវភៅពីយីហ្វានរបស់យើងឲ្យនាងតែម្ដងពេលនោះកញ្ញាឡាំងស៊ូក៏បានបារម្ភពីលោកគ្រូនាងជាខ្លាំងខ្លាចតែមិនអាចបំរុះកម្រិតទៅស្ដេចអ្នកប្រយុទ្ធបានថានិកាយរបស់ពួកគេកំពុងតែមានគ្រោះថ្នាក់ពេលនោះក្មេងស្រីម្នាក់នោះក៏អានសៀវភៅឲ្យនាងមើលដើម្បីទទួលការយល់ដឹងក៏មានធម្មពលមួយបានជះចូលក្នុងខ្លួននាងពិតជាខ្លាំងមែនតើធ្វើឲ្យនាងកើនឡើងធម្មពលជាខ្លាំងនៅពេលនោះក៏កាត់ទៅនិកាយឈិនសានឬគេហៅថានិកាយភ្នំបៃតងដោយដឹកនាំដោយបរិះម្នាក់នេះដើម្បីវង្វឹកទីហ៊ានរបស់គាត់ដើម្បីទៅប្រយុទ្ធនៅ3ថ្ងៃខាងមុខហើយក៏កាត់ទៅបរិះម្នាក់គឺជាមេនិកាយឈិនសានឬគេហៅថានិកាយភ្នំបៃតងគាត់មានការវឹកហាត់ដើម្បីតម្រូវកម្រិតទៅស្ដេចអ្នកប្រយុទ្ធហើយនៅពេលនោះគេក៏បានបង្ហាញឲ្យឃើញថាកំពុងតែប្រយុទ្ធជាមួយនឹងស្ដេចបិសាចជោគនិងមានមនុស្សស្លាប់ជាច្រើនហើយគាត់ក៏សុខចិត្តទៅប្រយុទ្ធនឹងម្នាក់ឯងគាត់មិនចង់ឲ្យមានមនុស្សស្លាប់តទៅទៀតនោះទេគាត់ក៏បានស្លាប់បិសាចជោគនោះបានសម្រេចផងដែរតែចុងក្រោយវត្ថុដែលគាត់ចង់បានត្រូវបរិះម្នាក់នេះយកបានបាត់ទៅហើយគាត់មានឈ្មោះថានីងស៊ွမ်វូដោយបរិះនឹងគឺជាគូសត្រូវរបស់លូជីងសានហើយឃើញថាលូជីងសានមិនអាចយកឈ្នះបរិះម្នាក់នឹងបានទេសារស៊ွမ်វូគេក៏បានទម្លុះកម្រិតទៅដល់ស្ដេចអ្នកប្រយុទ្ធបាត់ទៅហើយគេក៏បាននិយាយថាឯងមិនអាចយកឈ្នះយើងបានឡើយនៅ7ថ្ងៃក្រោយមកយើងនឹងទៅបំផ្លាញនិកាយឈិនសានរបស់ឯងក៏បានបារម្ភនៅ7ថ្ងៃទៀតគាត់មិនអាចទម្លុះកម្រិតទៅដល់ស្ដេចអ្នកប្រយុទ្ធបាននោះទេកញ្ញាលូឡាំងស៊ូក៏បានទៅបង្ហាញពីគម្ពីរក្បាច់គុណដែលនាងទទួលបានពីយីហ្វានរបស់យើងប៉ុន្តែឃើញថាម្ចាស់និកាយមិនសូវខ្វាយខ្វល់ប្រមាណទេហើយនាងក៏បានបង្ហាញពីការយល់ដឹងរបស់នាងពីគម្ពីរក្បាច់គុណកញ្ញាឡាំងស៊ូក៏បានប្រាប់ទៅមេនិកាយនាងថាបន្ទាប់ពីនាងមើល
កំពីក្បាច់គុណនេះហើយនាងអាចតម្រូវកម្រិតទៅដល់ស្មារតីអ្នកប្រយុទ្ធបានពេលនោះធ្វើឲ្យឈិនសានភ្ញាក់ផ្អើលជាខ្លាំងកញ្ញាឡើងស៊ូនាងបានប្រាប់ដោយសារតែនាងមើលកំពីក្បាច់គុណមួយនេះគាត់សាកបើកមើលនៅកំពីក្បាច់គុណមួយនេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងនៅកំពីក្បាច់គុណមួយនេះដោយសារតែវាមានធម្មពលវិញ្ញាណជាច្រើនក៏បានដឹងផងដែរដោយសារចង់ប្រយុទ្ធយកឈ្នះចាញ់ឬក៏គេហៅថាភាពច្បោកច្បល់នៅក្នុងចិត្តរបស់គាត់ពេលនោះក៏មានអារ្យអាចកំបាំងនឹងមកទៀតហើយអារ្យចេញមកដើម្បីជួយវាយនៅឈិនសានឲ្យគេកាន់តែស្រួលខ្លួនជាងមុនហើយនឹងការដាំដុះរបស់គេក៏បានរឹងមាំជាងមុនផងដែរហើយពេលនោះធម្មពលវិញ្ញាណជាច្រើនក៏បានលេចចូលក្នុងខ្លួនឈិនសានហើយគាត់ក៏អាចតម្រូវកម្រិតទៅស្ដេចអ្នកប្រយុទ្ធបានផងដែរសាច់រឿងក៏កាត់ទៅខាងយីហ្វានរបស់យើងវិញគាត់កំពុងតែអង្គុយជាមួយនឹងសភៅហើយកំពុងតែញ៉ាំស៊ុបផងដែរគាត់ក៏បានដឹងពីការអ្នកវឹកហាត់ដែលតម្រូវកម្រិតផងដែរគាត់មិនខ្វាយខ្វល់ប្រមាណទេគាត់ថាអញត្រូវតែស៊ីគឺជាជំរើសល្អបំផុតពេលនោះមានបិសាចកញ្ជ្រោមមួយត្រូវបរោះម្នាក់តាមវាប្រហាដែលសារវាទៅលួចមន់របស់បរោះម្នាក់នោះនឹងឯងហើយយើងក៏បានដឹងពីប្រវត្តិបិសាចកញ្ជ្រោមនោះដែលមានឈ្មោះថាអូឈិញគេគឺជាស្ដេចនៃជជោបានកោសម្ព័ន្ធគេក្បត់ហើយការដំដោះរបស់គេក៏បានបំផ្លាញផងដែរវាបានតែរត់គេចពីកោសម្ព័ន្ធវាតែប៉ុណ្ណោះចាំថ្ងៃដែលវាត្រូវតែសងសឹកហើយវាក៏បានរត់មកដល់ទីតាំងរបស់យីហ្វានរបស់យើងហើយវាគិតថាយីហ្វានរបស់យើងចង់មករៀបរៀងផ្លូវវាអីណាគ្រាន់តែជាមនុស្សធម្មតាសោះចង់រៀបរៀងផ្លូវអញភងងាប់ទៅបញ្ចេញអំណាចវាយ៉ាងខ្លាំងក្លាទៅវាប្រហារយីហ្វានរបស់យើងប៉ុន្តែយីហ្វានរបស់យើងចាប់ក្បាលវាយ៉ាងងាយស្រួលប៉ុន្តែវាមិនព្រមចោះចាញ់នៅតែវាប្រហារយីហ្វានរបស់យើងទៀតតែម្ដងនៅហើយផ្សែងជុកប៉ុន្តែនៅតែមិនអាចធ្វើឲ្យយីហ្វានកម្រើកអីម៉ានតិចតែម្ដងគ្រាន់តែធ្វើឲ្យតុកស៊ុបរបស់គាត់បាក់តែប៉ុណ្ណោះគាត់ពិតជាខ្លាំងអើយសាំជាអឹមខឹងខ្លាំងមែនតើទៅស្លុតវាអានោះឡើងលួសព្រលឹងតែម្ដងបិសាចកញ្ជ្រោងអូឈីនឹងក៏ទុកចម្ងល់ទៅអ្នកមើលថាបរិសម្នាក់នេះគឺជានរណាគេទៅខ្លាំងដល់ថ្នាក់នេះហើយវីដេអូភាគមួយយើងត្រូវបានបញ្ចប់តែត្រឹមហ្នឹងគឺថាលើម៉ោងប្រហែលជា2បន្តឲ្យអ្នកទាំងអស់គ្នាថាចាំជួបគ្នានៅវីដេអូសម្រាប់រឿងនៅភាគ2